Bluetooth is ready. Please scan the QR code on the camera and wait for the connection. នៅពេលដែលលើសលេងចេះហើយយើងអាចចាប់តាមភ្ជាប់បានណាយើងអាចចុចសញ្ញាបូកកន្លែងនេះឬហើយយើងអាច scan QR code នេះនៅនឹងជើងកាមេរ៉ាក៏បានឬមួយក៏បើវា search ឃើញឈ្មោះកាមេរ៉ាអាច select នៅលើនេះបានណាចុចនៅលើនេះមួយឬហើយយើងជ្រើសរើសឈ្មោះ Wi-Fi នៅផ្ទះយើងនេះយើងដំបូងយើងចុចឲ្យ confirm កន្លែងនេះសិនឬយើងចុច confirm បាទកន្លែងនេះគឺយើងជ្រើសរើស Wi-Fi នៅផ្ទះយើងយក Wi-Fi ធម្មតាហ្នឹងណាអូខេចេះមកអានេះគឺ password Wi-Fi ផ្ទះយើងមកណាកន្លែងនេះយើងអាចមើលបើសិនជាវាអត់ load មកទេកន្លែង password ហ្នឹងអាចវាយដៃចូលបន្ថែមបានបងបាទអញ្ចឹងយើងចុច confirm កន្លែងនេះរងចាំឲ្យវា connect Please enter a 4-digit password. អញ្ចឹងវានឹងហៅលេខកូដ4ចូលមកឲ្យយើង 8 7 4 8 6 4 6 Receives configuration information. Wi-Fi connecting. វាចាប់ផ្ដើម connect ចូលហើយ Connecting. Network connected. បាទអញ្ចឹងមកនេះបានស្គាល់ Wi-Fi ផ្ទះយើងហើយ Bind successfully. Camera ready. អញ្ចឹងកាមេរ៉ាអូខេបាទអញ្ចឹងឥឡូវយើងយក not now យើងយក view device តែប៉ុណ្ណេះគឺអូខេហើយបងណាបាទអញ្ចឹងកន្លែងនេះ load មកវាសួរតែយើង format memory card អត់អញ្ចឹងយើងចុច format មួយមក Formatting. ចាំរហូត Formatting completed. បាទអញ្ចឹងនេះគឺ format memory card អញ្ចឹងយើងអាចប្រើប្រាស់បានមកណាអានេះកាមេរ៉ានេះវាពណ៌សដោយសារយើងបិទសត្វការពារ LAN ចឹងនេះយើងបកចេញមកវិញណាអញ្ចឹងដើម្បីមើលឃើញច្បាស់បងអាចប៉ះលើផ្ទៃនេះមួយព្រោះយើងចុចយក HD អញ្ចឹងទៅបានវា view ច្បាស់ណានេះវាច្បាស់អូខេនេះខ្ញុំបកថតចេញអញ្ចឹងនេះជារូបភាពផងកាមេរ៉ាណាអរគុណច្រើន